ពងខ្យងបឺឬមួយក៏គេហៅម្យ៉ាងទៀតប្រភេទពួកខ្យងជប៉ុនខ្យងបឺនេះសាច់វាឆ្ងាញ់ណាស់ហើយតម្លៃក៏គួរសមដែរហើយបើសិនជាការចិញ្ចឹមវិញអាចថាវាស្រួលដែរដោយសារតែវាស៊ីរបស់ធម្មជាតិដូចជាពូតបន្លែស្ពៃអីហ្នឹងគឺវាអាចស៊ីបានណាជាពិសេសល្ហុងខ្យងបឺឬមួយខ្យងជប៉ុននេះគឺឥឡូវដូចជាមានទីផ្សារគួរសមដែរហើយការចិញ្ចឹមក៏វាស្រួលមិនសូវជាសាំញ៉ាំឬក៏ពិបាកខ្លាំងដែរឲ្យតែមានអាងឬមួយក៏ស្រះយើងចំបាន